តែអ្នកធ្លាប់សួរទេថាហេតុអ្វី Mobile Legends Bang ត្រូវបានគេហៅថា King of Esports នៅអាស៊ីអាគ្នេយ៍ប៉ុន្តែ Free Fire ដែលមានអ្នកលេងច្រើនមែនទែនវិញមិនត្រូវបានគេចាត់ទុកថា Esports ខ្លាំងដូចគ្នាថ្ងៃនេះយើងនឹងមកវិភាគជាលម្អិតមិនលើកជើងហ្គេមណាមួយទេតែយើងនឹងមើលតាមរចនាសម្ព័ន្ធ Esports ពិតប្រាកដចំណុចទី1ប្រព័ន្ធលេខMLBB មាន MPL Mobile Legends Professional League មាន season រៀងរាល់ឆ្នាំមាន team franchise មាន sponsor មាន player contract ហើយលេខកំពូលគឺ Series World Championship នេះមានន័យថា player ម្នាក់អាចចាប់ផ្ដើមពី qualifier តូចឡើងទៅ MPL ហើយមានឱកាសទៅ World Stage នេះហៅថាផ្លូវអាជីពខណៈ Free Fire ក៏មាន World Series ប៉ុន្តែលេខក្នុងតំបន់មួយចំនួនมันមានស្ថិរភាពរៀងរាល់ឆ្នាំដូច្នេះ MLBB មាន ecosystem ច្បាស់ជាងចំណុចទី2 Popularizer Strategy MLBB គ្រប់គ្រងដោយ Moonton ដែលផ្ដោតខ្លាំងលើ Mobile Esports Free Fire គ្រប់គ្រងដោយ Garena ដែលមានហ្គេមច្រើនក្នុងដៃពេល Popularizer ផ្ដោតខ្លាំងលើហ្គេមមួយ Investment និងមានស្ថិរភាពនេះជាមូលហេតុ MLBB មាន MPL រៀងរាល់ឆ្នាំមិនខកខានចំណុចទី3 Gameplay Structure MLBB ជា Mobile 5v5 មាន Traffic មាន Ban Hero មាន Strategy មាន Rotation មាន Team Fight អ្នកមើលអាចយល់ថា Team A ឈ្នះដោយសារ Strategy មិនមែនសំណាង Free Fire ជា Battle Royale មាន 50 player Lot Random Zone Random មានកត្តាខ្លះៗដែលធ្វើឲ្យការប្រកួតខ្លះមិនអាចគ្រប់គ្រងបាន 100% ចំណុចទី4 Fan Culture នៅហ្វីលីពីននិងឥណ្ឌូនេស៊ី MPL មានអ្នកមើល live រាប់លាន Team មាន Fan Club មាន Jersey មាន sponsor ធំៗ Fan គ្រប់គ្រងក្រុមមួយដោយគ្រប់គ្រងក្លឹបបាល់ទាត់ Free Fire ក៏មាន Fan Base ប៉ុន្តែ Community Battle Royale ងាយបដូរតាម Trend Player អាច switch game ងាយជាង MOBA ចំណុចទី5ស្ថានភាពនៅកម្ពុជានៅកម្ពុជា MLBB មាន Tournament មាន Streamer មាន Paid Community ច្រើន Free Fire មាន Player ច្រើនប៉ុន្តែ Esports Structure មិនស្ថិរដូច MLBB នេះធ្វើឲ្យ MLBB ត្រូវបានមើលថាជា Esports Game ពិតប្រាកដចំណុចទី6តើ Free Fire ខ្សោយទេមិនមែនទេ Free Fire ខ្លាំងខាងទីផ្សារធម្មតាពីសំណាក់មហាជននិងការឈានដល់សកលប៉ុន្តែពេលនិយាយពី Professional League Stability MLBB គឺជាអ្នកឈ្នះបាទសរុបមក MLBB មាន Esports ខ្លាំងជាង Free Fire ព្រោះ Franchise League Model Strategy Based Gameplay Stable Investment Fan Loyalty ខ្លាំងនិងផ្លូវអាជីពច្បាស់ប៉ុន្តែទីផ្សារ Game អាចផ្លាស់ប្ដូរបានគ្រប់ពេលវេលាបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច Like Subscribe នៅ Channel ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃបាទសូមអរគុណសូមជម្រាបលា